ត្រីខ្លះសេប្រមាណជាង20តោនត្រូវសមត្ថកិច្ចបង្ក្រាបករណីដឹកជញ្ជូនគ្មានលិខិតអនុញ្ញាតនាំចូលច្បាស់លាស់នាំចូលពីប្រទេសថៃកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2025វេលាម៉ោងប្រមាណ15:00នាទីដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍តូដាញ់អេមិនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកព្រះស្នេហ៍ឯកយីយុសាននៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងពិនិត្យឃើញរថយន្តសាំយ៉ុងចំនួន8គ្រឿងដឹកត្រីក្លាសេប្រភេទត្រីពោនិងត្រីកាបនាំចូលពីប្រទេសថៃមកក្នុងភូមិសាស្ត្រតាមផ្លូវជាតិលេខ5ចំណុចភូមិអូតាគីឃុំអូតាគីស្រុកថ្មគោលខេត្តបាត់ដំបងត្រីទាំងអស់មានចំនួន24តោនសមត្ថកិច្ចបាននាំយកមកកាន់ស្នងការដ្ឋានធ្វើការសាកសួរហើយលទ្ធផលនៃការសាកសួរបានឲ្យដឹងថារថយន្តទាំង8គ្រឿងដែលដឹកត្រីនេះមានលិខិតអនុញ្ញាតឲ្យដឹកត្រីពីរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចំនួនតែ10តោនប៉ុណ្ណោះដូច្នេះត្រីក្លាសេចំនួន14តោនទៀតមិនមានការអនុញ្ញាតនោះទេស្របតាមអនុសាសន៍របស់ឯកឧត្តមកែវសុជាតិព្រះរាជអាជ្ញាអមសាលាដំបងខេត្តបាត់ដំបងរថយន្តនិងត្រីក្លាសេទាំងនេះសមត្ថកិច្ចបានបញ្ជូនទៅជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីអនុវត្តបន្តតាមនីតិវិធី